សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាននៅថ្ងៃនេះគឺពេលនេះពេលយប់ថ្ងៃសៅរ៍បាទទី18ខែកក្កដាឆ្នាំ2026ម៉ោងនៅសហរដ្ឋអាមេរិកបាទដោយឡែកនៅប្រទេសកម្ពុជាគឺព្រឹកថ្ងៃអាទិត្យទៅហើយណាព្រឹកថ្ងៃអាទិត្យទី19ខែកក្កដាឆ្នាំ2026ជាងពាក់កណ្ដាលខែកក្កដាទៀតហើយលឿនណានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់ជ្រើសរើសយកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មាន2ដំបូងគឺជាព័ត៌មានក្តៅព័ត៌មានចុងក្រោយពីចុងក្រោយជាលក្ខណៈឯកសារស្រាវជ្រាវណាបាទព័ត៌មានទី1នេះគឺបាទតាមការបញ្ជាក់របស់យុទ្ធភូមិភាគកណ្ដាលបាទឬក៏បញ្ជាការកណ្ដាលរបស់ខាងសហរដ្ឋអាមេរិកបានឲ្យដឹងថាមានទាហានរបស់សហរដ្ឋអាមេរិកចំនួន2រូបបានស្លាប់បាត់បង់ជីវិតហើយនឹងមួយរូបទៀតបានបាត់ខ្លួនបាទដោយសារតែការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ចំទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសយូកដានីបាទហើយមកដល់ម៉ោងនេះគឺសហរដ្ឋអាមេរិកបានបើកការវាយប្រហារសងសឹកទៅវិញទៅលើប្រទេសអ៊ីរ៉ង់ហើយបាទដែលជាការមួយមានការព្រួយបារម្ភក្នុងពេលកន្លងមកដែលលោកប្រធានាធិបតី Donald Trump ថាបើសិនជាមានយោធាសមាជិកយោធារបស់សហរដ្ឋអាមេរិកណាស្លាប់បាត់បង់ជីវិតគឺអាចនឹងវិលត្រឡប់ទៅសង្គ្រាមពេញទំហឹងឡើងវិញហើយព័ត៌មានទី2នេះគឺខាងបាទទូគីកំពុងតែខិតខំស្វែងរកវិធីដើម្បីផ្ទេរអាវុធរបស់ខ្លួនណាគឺប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនចេញបាទដើម្បីទិញអាវុធដើម្បីទិញយន្តហោះចម្បាំងប្រភេទ F-35 ពីសហរដ្ឋអាមេរិកពីព្រោះប្រព័ន្ធការពារដែនអាកាស S-400 ហ្នឹងគឺជារបស់រុស្ស៊ីហើយសហរដ្ឋអាមេរិកដាក់លក្ខខណ្ឌថាមិនអោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីក្នុងពេលដែលប្រើប្រាស់យន្តហោះ F-35 របស់ខ្លួននោះទេដោយខ្លាចមានការសំយោគប្រព័ន្ធគ្នាទៅអាចដឹងចំណុចខ្សោយនៃយន្តហោះ F-35 ហើយអាចនឹងលេចព័ត៌មាននេះទៅរុស្ស៊ីអញ្ចឹងគឺសហរដ្ឋអាមេរិកដាក់លក្ខខណ្ឌថាត្រូវតែបាទលក់យន្តប្រព័ន្ធការពារដែនអាកាសនឹងចេញព័ត៌មានទី3នេះគឺព័ត៌មានទី3នេះគឺលោកចៅហ្វាយក្រុងញូវយ៉កបានបញ្ជាក់ថាលោកកំពុងតែពិចារណាពិភាក្សាជាមួយនឹងក្រុមអ្នកច្បាប់ថាតើលោកត្រូវបញ្ជាប៉ូលីសទីក្រុងញូវយ៉កឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោក Benjamin Netanyahu ឬទេក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតរបស់ក្រុមប្រឹក្សាមហាសន្និបាតអង្គការសហប្រជាជាតិបាទនៅខែកញ្ញាខាងមុខនេះបាទឥឡូវនេះគាត់កំពុងតែពិចារណាដោយសារតែបាទលោកចៅហ្វាយក្រុងគឺនៅក្នុងយុទ្ធនាការឃោសនារបស់លោកគឺលោកបញ្ញាថានឹងគោរពច្បាប់ហើយនឹងជាពិសេសគឺទៅលើអ៊ីស្រាអែលដែលបានប្រព្រឹត្តអំពើមួយចំនួនដែលលោកយល់ថាមិនត្រឹមត្រូវនោះទេហើយព័ត៌មានចុងក្រោយនេះគឺជាឯកសារនៃការស្រាវជ្រាវឯកសារស្រាវជ្រាវយោធាដែលខ្ញុំដកស្រង់មកនៅថ្ងៃនេះគេទៅផ្សាយនៅថ្ងៃនេះដែរទេបាទគឺតាក់ទងជាមួយនឹងតាក់ទិចនៃការដឹកជញ្ជូនយន្តហោះចម្បាំងប្រភេទបំបាំងកាយ F117 របស់សហរដ្ឋអាមេរិកកាត់ពីលើដែនអាកាសរបស់ប្រទេសអូទ្រីសក៏ប៉ុន្តែទៅបានអូទ្រីសចាប់បានដឹងបាទអូទ្រីសដឹងបាទអញ្ចឹងគឺជាឯកសារមួយដែលចង់បង្ហាញជូនប្រិមិត្តអំពីតាក់ទិចយោធារបស់សហរដ្ឋអាមេរិកហើយប្រសិនបើប្រទេសដែលយន្តហោះអាមេរិកបើកឆ្លងកាត់នោះគ្មានសមត្ថភាពដូចអូទ្រីសទេប្រហែលជាអាចកំបាំងមួយចំនួនគឺមិនអាចដឹងជារៀងរហូតបាទចា៎នេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបាទបច្ចុប្បន្នភាពអាមេរិកាំងនៅថ្ងៃសៅរ៍ទី18ខែកក្កដានេះបាទព័ត៌មានទី1សូមជូនបច្ចុប្បន្នភាពបន្តិចគឺពីខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបាទ CENTCOM បានឲ្យដឹងនៅថ្ងៃទី17ខែកក្កដាថាមានសមាជិកយោធារបស់សហរដ្ឋអាមេរិកបាទកាលពីថ្ងៃទី17ណាបាទកាលពីថ្ងៃទី17ហ្នឹងគឺមានសមាជិកយោធារបស់សហរដ្ឋអាមេរិកចំនួន2រូប
ដែលឈរជើងនៅប្រទេសយូដានីត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបាទខណៈដែលបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកនិងកងកម្លាំងដៃគូបាទកំពុងតែការពារប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលផ្លោងនិង drone របស់អ៊ីរ៉ង់បាទហើយក្នុងពេលជាមួយគ្នានេះដែរគឺមានបាទសមាជិកយោធារបស់សហរដ្ឋអាមេរិកចំនួន1រូបទៀតកំពុងតែបាត់ខ្លួននៅឡើយរកមិនទាន់ឃើញទេបាទហើយមានអ្នករបួសហ្នឹងគឺយោធារបួសហ្នឹងចំនួនទាហានដែលរបួសហ្នឹងគឺចំនួនរហូតដល់4នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាទក៏ប៉ុន្តែគឺអ្នកទាំងអស់នោះត្រូវបានគេពិនិត្យទៅគឺมันមានអ្វីធំដុំធ្ងន់ធ្ងរទេក៏បានអនុញ្ញាតឲ្យបាទចេញពីមន្ទីរពេទ្យមកវិញហើយទៅបំពេញការងារដោយធម្មតាឡើងវិញមកដល់ពេលនេះគេមិនទាន់ដឹងអត្តសញ្ញាណនៃអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងពីររូបនោះទេដោយសារនេះវាជាវិន័យរបស់ទាហានបាទក្របច្បាប់របស់ទាហានគឺតើតែគេជូនដំណឹងបាទទៅដល់សមាជិកក្រុមគ្រួសារសិនបាទទើបបញ្ចេញព័ត៌មាននេះជាសាធារណៈបាទគឺបានន័យថា24ម៉ោងណា24ម៉ោងដល់សាច់ញាតិនោះគាត់ដឹងអស់សិនណាបានអាចនឹងបញ្ចេញឈ្មោះជាសាធារណៈបានដឹងបាទដូច្នេះបើតាមការឲ្យដឹងនេះគឺក្រៅពីមានអ្នករបួសនឹងពលីនៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នេះយន្តហោះគេថាយន្តហោះដែលមានទាំងអ្នកបញ្ជានិងគ្មានអ្នកបញ្ជាបាទមានអ្នកបើកនិងមិនមានអ្នកបើកនោះបាទគឺរបៀបជា drone ក៏ត្រូវបានរងការវាយប្រហារផងដែររងការចំត្រូវចំផងដែរនេះបើតាមអ្នកដែលបានដឹងអំពីព័ត៌មាននេះបានប្រាប់សារព័ត៌មាន The Wall Street Journal បានឲ្យដឹងអញ្ចឹងឥឡូវនេះគឺតាមសេចក្តីរាយការណ៍គឺមរណភាពរបស់ឬក៏ការពលីជីវិតរបស់ទាហានអាមេរិកនេះគឺជាលើកដំបូងហើយបាទចាប់តាំងតែពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបាទបទឈប់បាញ់គ្នាកាលពីដើមខែមេសាជាមួយនៅប្រទេសអ៊ីរ៉ង់បាទហើយដូច្នេះនេះគឺជាការមួយសាកល្បងនៅការអត់ធ្មត់របស់លោកប្រធានាធិបតី Donald Trump ផងដែរថាតើនឹងត្រូវបង្កើននៅកម្ដៅនេះបន្តទៀតឬយ៉ាងណាពីព្រោះលោកបាននិយាយថាក្នុងពេលកន្លងមកនេះលោកបាននិយាយថាប្រសិនបើមានបាទយោធារបស់សហរដ្ឋអាមេរិកណាទៅបានសម្លាប់ឬក៏គឺសហរដ្ឋអាមេរិកនឹងហក់ទៅធ្វើសង្គ្រាមឡើងវិញបាទដោយឡែកលោករដ្ឋមន្ត្រីក្រសួងការពិជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះដែរថាការបាត់បង់ជីវិតយោធារបស់សហរដ្ឋអាមេរិកនេះបាទគឺជាការមួយពង្រឹងនៅសមត្ថភាពបាទរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើងបន្ថែមទៀតបាទក្នុងពេលជាមួយគ្នានោះដែរគឺអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកទាំងមកពីខាងគណៈបកប្រជាធិបតេយ្យគណៈបកសាធារណរដ្ឋគឺបានចេញសារចូលរួមមរណទុក្ខនៅការបាត់បង់ជីវិតរបស់យោធារបស់សហរដ្ឋអាមេរិកនេះហើយខាងគណៈបកប្រជាធិបតេយ្យវិញបានស្នើគឺអ្នកស្រី Jen Shahid បាទដែលជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ New Hampshire បាទដែលជាសមាជិកព្រឹទ្ធសភានៃគណៈបកប្រជាធិបតេយ្យជាន់ខ្ពស់ជាងគេបំផុតហើយនៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសនៅខាងព្រឹទ្ធសភាបាននិយាយថាលោកប្រធានាធិបតីគួរតែស្វែងរកវិធីយ៉ាងណាដើម្បីបាទបញ្ចប់សង្គ្រាមដ៏គ្រោះថ្នាក់បែបនេះបាទការវាយប្រហាររបស់អ៊ីរ៉ង់នេះគឺចំទៅលើកន្លែងមូលដ្ឋានយោធា Mufaq Salti បាទមូលដ្ឋានយោធានៅប្រទេសយូដានីបាទដែលជាកន្លែងដែលខាងសហរដ្ឋអាមេរិកបើកប្រតិបត្តិការហើយដែលត្រូវបានគេដឹងថាគឺយន្តហោះរបស់សហរដ្ឋអាមេរិកក៏ចេញសម្រាប់ធ្វើប្រតិបត្តិការទៅវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះគឺចេញពីទីនោះផងដែរបាទហើយបើតាមព័ត៌មានមួយចំនួនបានដឹងថាសហរដ្ឋអាមេរិកឥឡូវនេះគឺបានចាត់វិធានការវាយប្រហារសងសឹកទៅលើទីតាំងយោធារបស់ប្រទេសអ៊ីរ៉ង់មួយចំនួនផងដែរបាទមកដល់ម៉ោងដែលខ្ញុំកំពុងតែផ្សាយនេះព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ The Wall Street Journal បន្ថែមទៀតគឺអំពីការខិតខំប្រឹងប្រែងរបស់ប្រទេសទូគីបាននៅក្នុងការបញ្ចេញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបាទជាធ្នូដើម្បីទិញយន្តហោះចម្បាំងប្រភេទ F-35
របស់សហរដ្ឋអាមេរិកវិញបាទដូច្នេះខ្ញុំយកព័ត៌មាននេះមកជម្រាបជូនប្រិមិត្តទាំងអស់គ្នាឲ្យបានដឹងអំពីលក្ខខណ្ឌមួយចំនួននៃការលក់អាវុធនឹងតើវាមានលក្ខខណ្ឌមានការធានាយ៉ាងម៉េចបាទមានការដោះដូរយ៉ាងម៉េចបាទច្បាប់គេនឹងតើយ៉ាងម៉េចអញ្ចឹងជាចំណេះដឹងបន្ថែមទៀតបើយោងតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថាគឺប្រទេសទូគីឥឡូវនេះកំពុងតែចរចាដើម្បីផ្ទេរប្រព័ន្ធការពារដែនអាកាសដែលទំនើបដែលផលិតនៅប្រទេសរុស្ស៊ីប្រភេទ S400 នោះទៅឲ្យប្រទេសអារ៉ាប់រួមបាទប្រទេសអារ៉ាប់រួមដោយសង្ឃឹមថាបើកាលណាលក់ប្រព័ន្ធការពារដែនអាកាសនេះចេញផុតទៅគឺអាចនឹងបើកផ្លូវឲ្យសហរដ្ឋអាមេរិកបាទលក់យន្តហោះប្រភេទ F35 យន្តហោះចម្បាំងណាប្រភេទ F35 ឲ្យទៅប្រទេសទូគីបាទនេះបើយោងតាមមន្ត្រីនៅក្នុងថ្នាក់តំបន់ដែលបានដឹងអំពីបញ្ហានេះបាននិយាយប្រាប់សារព័ត៌មាន The Wall Street Journal បាទអញ្ចឹងគឺមានលក្ខខណ្ឌគេអញ្ចឹងណាបាទគឺសហរដ្ឋអាមេរិកបាទបានដកប្រទេសទូគីចេញពីបញ្ជីហាមឃាត់ដែលមិនឲ្យទិញអាវុធរបស់សហរដ្ឋអាមេរិកបានបាទគឺជាពិសេសគឺយន្តហោះប្រភេទ F35 នោះបាទគឺដែលតាំងពីឆ្នាំ2019មកបាទសំទោសម្ដងទៀតបាទសហរដ្ឋអាមេរិកបានដកប្រទេសទូគីចេញពីបញ្ជីដែលអាចនឹងទិញយន្តហោះ F35 របស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ2019បាទគឺបានន័យថាលែងឲ្យទិញតាំងពីឆ្នាំ2019មកដោយសារតែទូគីបានទិញប្រព័ន្ធការពារដែនអាកាស S400 ពីប្រទេសរុស្ស៊ីបាទចឹងហើយគឺសហរដ្ឋអាមេរិកមានការព្រួយបារម្ភថាប្រព័ន្ធការពារដែនអាកាសប្រភេទ S400 របស់រុស្ស៊ីនេះគឺវាអាចនឹងមានការប្រព័ន្ធពាក់ព័ន្ធគ្នាជាមួយនឹងយន្តហោះចម្បាំង F35 របស់សហរដ្ឋអាមេរិកដែលអាចធ្វើឲ្យខាងទូគីនឹងគាត់ដឹងអំពីចំណុចខ្សោយនៃយន្តហោះចម្បាំងឬក៏យល់ដឹងអំពីប្រព័ន្ធការពាររបស់យន្តហោះចម្បាំង F35 នោះហើយអាចលេចធ្លាយព័ត៌មាននឹងឬក៏ចែករំលែកព័ត៌មាននឹងទៅខាងប្រទេសរុស្ស៊ីវិញបាទដូច្នេះការព្រួយបារម្ភនឹងអាចថាទូគីនឹងចែករំលែកដោយខ្លួនឯងឬក៏នៅក្នុងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនឹងមានដាក់ប្រព័ន្ធអីនៅក្នុងហ្នឹងដែលអាចលួចបញ្ជូនទិន្នន័យឲ្យត្រឡប់ទៅវិញបានអញ្ចឹងណាបាទដូច្នេះឥឡូវនេះគឺទូគីកំពុងតែពិភាក្សាជាមួយនឹងប្រទេសអារ៉ាប់រួមបាទហើយកំពុងតែពិភាក្សាជាមួយនឹងប្រទេសអារ៉ាប់រួមដើម្បីបញ្ចេញប្រព័ន្ធការពារដែនអាកាសនេះទៅឲ្យអារ៉ាប់រួមវិញក្រោយពីលោកប្រធានាធិបតី Donald Trump បានទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសទូគីកាលពីដើមខែនេះដែលពេលនោះចូលរួមក្នុងកិច្ចប្រជុំកម្ពុជារបស់ក្រុមបណ្ដាមេដឹកនាំប្រទេស NATO បាទដែលនៅទីនោះគឺបាទលោកប្រធានាធិបតី Donald Trump គឺមានគម្រោងថានឹងលើកលែងការហាមឃាត់នេះវិញហើយអញ្ចឹងពីឆ្នាំ2019មកគឺដាក់ក្នុងបញ្ជីហាមឃាត់ហើយបាទលែងឲ្យទិញឥឡូវនេះគឺនិយាយជាមួយនឹងទូគីថាបើសិនជាទូគីបញ្ចេញប្រព័ន្ធការពារដែនអាកាស S400 ហ្នឹងទៅបានគឺសហរដ្ឋអាមេរិកអាចនឹងពិចារណាលក់យន្តហោះចម្បាំង F35 ហ្នឹងឲ្យទៅប្រទេសទូគីបានបាទគឺលោកប្រធានាធិបតី Donald Trump គាត់ហាក់ដូចថាដាក់ការទុកចិត្តទៅលើលោកប្រធានាធិបតីនៃប្រទេសទូគីគឺលោកRecep Tayyip Erdogan បាទដើម្បីជាដៃគូជួយគ្នានៅក្នុងភូមិសាស្ត្រនយោបាយក្នុងពេលដែលបាទសហរដ្ឋអាមេរិកកំពុងតែមានបញ្ហាសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាបាទហើយឥឡូវនេះគឺរុស្ស៊ីហ្នឹងក៏ជាប់ក្នុងសង្គ្រាមជាមួយនឹងប្រទេសអ៊ុយក្រែនផងដែរអញ្ចឹងដូចជាសហរដ្ឋអាមេរិកត្រូវចាប់ដៃគូជាមួយនឹងទូគីដោយសារទូគីហ្នឹងក៏ដូចជាមានទឹកមាត់ប្រៃដែរនៅក្នុងតំបន់នោះបាទអញ្ចឹងឥឡូវនេះគឺខាងប្រទេសអារ៉ាប់រួមវិញក៏កំពុងតែបាទខិតខំក្នុងពេលជាមួយគ្នាដែរគឺអារ៉ាប់រួមកំពុងតែខិតខំដើម្បីបង្កើននៅគេថាប្រព័ន្ធការពារដែនអាកាសរបស់គាត់ផងដែរបាទប្រព័ន្ធការពារដែនអាកាសផងដែរដោយសារតែមានការវាយប្រហារពីប្រទេសអ៊ីរ៉ង់អញ្ចឹងនេះគាត់ត្រូវខិតខំប្រឹងប្រែង
ប៉ុន្តែគេមិនដឹងថាតើការដែលផ្ទេរហ្នឹងគឺវាងាយស្រួលយ៉ាងណាទេពីព្រោះអីបាទគឺខាងទូគីហ្នឹងត្រូវតែមានការអនុញ្ញាតពីរុស្ស៊ីដែរណារុស្ស៊ីថាតើពីព្រោះគេលក់ឲ្យទូគីឥឡូវចង់ទៅបញ្ចេញទៅអារ៉ាប់រួមបាទត្រូវទៅមានការអនុញ្ញាតពីរុស្ស៊ីដែរបាទពីព្រោះដូចតែគេលក់ឲ្យនៅហ្នឹងគឺនៅហ្នឹងមានសិទ្ធិប្រើណាបាទដល់ពេលខាងសហរដ្ឋអាមេរិកវិញបាទគឺគាត់ទៅខាងសភានោះទៅតែរងចាំការអនុម័តផងដែរបើសិនជានៅមានប្រព័ន្ធស្ទាក់ស្ទើរអញ្ចឹងគឺក៏ខាងសភានោះគឺក៏គេមិនអនុញ្ញាតដែរអញ្ចឹងដូច្នេះប្រិមត្តអាចយល់បានឃើញពីប្រព័ន្ធនៃការទិញអាវុធរបស់មហាអំណាចមួយនោះគឺមានលក្ខខណ្ឌច្រើនណាស់បាទលក្ខខណ្ឌច្រើនណាស់នៅក្នុងការប្រើបាទជាពិសេសគឺគេប្រើពាក្យថាយកទៅការពីជាតិបាទការពីជាតិគេមិនទិញដោយដាក់ក្នុងកិច្ចសន្យាថាយកទៅឈ្លានពានគេទេបាទអញ្ចឹងរឿងហ្នឹងគឺដែលខ្ញុំយកមកចែករំលែកហ្នឹងដើម្បីឲ្យប្រិមិត្តពិចារណាពាក់ព័ន្ធរឿងស្តៀងរឿងដែលខាងភាគីថៃក៏ទៅនិយាយជាមួយចិនហើយចិនក៏ឆ្លើយមកវិញហ្នឹងគឺតាមកិច្ចសន្យាហ្នឹងអញ្ចឹងបាទតែបើយើងចូលឈ្លានពានប្រទេសគេមានសិទ្ធិប្រើបាទអញ្ចឹងដូច្នេះនេះគឺជាលក្ខណៈស្មុគស្មាញនៃការទិញយន្តហោះពីមហាអំណាចមិនមែនចេះតែមានលុយទៅទិញបានទេតើតាក្នុងបញ្ជីដែលគេអនុញ្ញាតឲ្យទិញទៀតបាទអញ្ចឹងគឺពីព្រោះគេខ្លាចប្រទេសមួយហ្នឹងយកទៅបើជាមិនមែនជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គេលួចបញ្ចេញព័ត៌មានអំពីបច្ចេកវិទ្យាយន្តហោះទាំងអស់នោះទៅឲ្យប្រទេសដែលជាបច្ចេមិត្តរបស់សហរដ្ឋអាមេរិកបាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់កាសែត Washington Post បាទ Washington Post បានរាយការណ៍ឲ្យដឹងថាគឺលោកចៅហ្វាយក្រុងញូវយ៉កគឺលោកម៉ាំដានីបាទលោកបាននិយាយថាលោកឥឡូវនេះគឺកំពុងថាថ្លឹងថ្លែងថាតើត្រូវចាប់នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលគឺលោក Benjamin Netanyahu ដែរឬទេនៅពេលដែលលោកអញ្ជើញមកទីក្រុងញូវយ៉កដើម្បីចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខនេះបាទពីព្រោះនៅពេលហ្នឹងគឺមេដឹកនាំពិភពលោកត្រូវមកហើយណាបាទលោកជាវាយក្រុងបានប្រាប់សារព័ត៌មាន The New York Times នៅក្នុងបទសម្ភាសន៍ក្នុងពេលកន្លងមកថាឥឡូវនេះគឺលោកកំពុងតែធ្វើការពិភាក្សាអំពីទស្សនវិជ្ជាផ្លូវច្បាប់អីហ្នឹងជាមួយនឹងបុគ្គលិករបស់គាត់ដើម្បីពិចារណាអំពីការបញ្ជាប៉ូលីសរបស់ទីក្រុងញូវយ៉កក្នុងការចេញទៅចាប់ខ្លួនលោកនេតានយ៉ាហ៊ូនោះបាទពីព្រោះអីក្នុងពេលកន្លងមកលោកចៅហ្វាយក្រុងបាទលោកម៉ាំដានីតែងតែមានប្រសាសន៍ថាបាទគឺទីតាំងបើគាត់ជឿថាទីកន្លែងដ៏សមស្របរបស់លោកនេតានយ៉ាហ៊ូគឺនៅក្នុងទីក្រុងឡាអេបាទទីក្រុងឡាអេដែលជាតុលាការព្រំប្រទានអន្តរជាតិណាតុលាការព្រំប្រទានអន្តរជាតិដោយសារតែដែលសកថា ICC នោះដោយសារតែតុលាការនេះបានស៊ើបអង្កេតពីបទប្រល័យពូជសាសន៍ដែលកាត់ហើយនឹងអក្រិតកម្មសង្គ្រាមនិងអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិបាទពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលទៅក្នុងតំបន់ហ្គាហ្សាបាទហើយបានចេញដោយការចាប់ខ្លួនលោកនេតានយ៉ាហ៊ូក្នុងឆ្នាំ2024ពាក់ព័ន្ធជាមួយនឹងបទអក្រិតកម្មសង្គ្រាមនិងអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សាអញ្ចឹងដូច្នេះទៅប្រទេសណាគឺប្រទេសហ្នឹងមានកាតព្វកិច្ចឥឡូវហ្នឹងគាត់លោកម៉ាំដានីហ្នឹងគាត់មានជំហរក្នុងពេលកន្លងមកគឺមិនចូលចិត្តលោកនេតានយ៉ាហ៊ូទេក៏ប៉ុន្តែលោកក៏ថ្កោលទោសការដែលក្រុមហាម៉ាស់ចូលវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលផងដែរបាទកាលពីលើកមុននោះបាទដែលធ្វើឲ្យស្លាប់ពលរដ្ឋអ៊ីស្រាអែលហើយនឹងចាប់ជាចំណាប់ខ្មាំងជាច្រើនបាទនេះជាព័ត៌មានទី3ណាអញ្ចឹងតើទីបំផុតទៅយ៉ាងម៉េចមិនដែរពីព្រោះលោកត្រាំលោកក៏មិនសប្បាយចិត្តដែរដែលឮសូរលោកចៅហ្វាយក្រុងនិយាយបែបនេះណាបាទលោកត្រាំលោកធ្លាប់បានព្រមានជាច្រើនដងហើយថាមិនឲ្យធ្វើដូច្នេះទេថែមទាំងប្រើពាក្យសម្ដីមិនពីរោះហៅលោកចៅហ្វាយក្រុងផងដែរព័ត៌មានទី4នេះបាទគឺជាព័ត៌មានជាឯកសារស្រាវជ្រាវអំពីតាក់ទិចយោធារបស់សហរដ្ឋអាមេរិកណាអញ្ចឹងខ្ញុំយកមកចែករំលែកប្រិមិត្តនៅពេលនេះដើម្បីជាចំណេះដឹងដើម្បីឲ្យប្រិមិត្តបានដឹងបាទបើយោងតាមការផ្សាយរបស់ខាង Popular Mechanics បានឲ្យដឹងថាគឺសហរដ្ឋអាមេរិកគឺខាង
កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកក្នុងពេលកន្លងមកគឺធ្លាប់ប្រើតាក់ទិកមួយបាទតាក់ទិកមួយគឺតាក់ទិកដឹកជញ្ជូនយន្តហោះចម្បាំងឆ្លងកាត់ពីលើប្រទេសអូទ្រីសបាទដោយខ្លាញ់បន្លំឯកសារកុហកខាងអូទ្រីសប៉ុន្តែអូទ្រីសចុះឡើងអូទ្រីសគាត់សង្ស័យគាត់បញ្ជូនយន្តហោះចម្បាំងរបស់គាត់នេះបាទយន្តហោះចម្បាំងរបស់គាត់ទៅឡើងហោះមើលតើរឿងហ្នឹងយ៉ាងម៉េចពីព្រោះអីដាក់មកសុំកាន់រឿងហ្នឹងបាទរឿងហ្នឹងកើតឡើងតាំងពីឆ្នាំ2002ម្លេះបាទរឿង2002ថ្ងៃទី18ខែតុលាឆ្នាំ2002រឿងកន្លងមកហើយទេតែខ្ញុំយកមកចែករំលែកនេះជាឯកសារប្រវត្តិសាស្ត្រណាបាទដោយសារតែខាងសុំគឺសុំដឹកឲ្យឆ្លងកាត់ពេលដែលសហរដ្ឋអាមេរិកសុំទៅខាងប្រទេសអូទ្រីសនេះគឺសុំឲ្យឆ្លងកាត់យន្តហោះចាក់ប្រេងប្រភេទយន្តហោះគេថាដឹកទំនិញបាទទំនិញយោធាប្រភេទ DC-10 បាទ DC-10 ដើម្បីដឹកចេញពីមូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់បាទឆ្លងកាត់ប្រទេសអូទ្រីសបាទពេលហ្នឹងគឺដាក់អញ្ចឹងទេក៏ប៉ុន្តែស្រាប់តែព័ត៌មានអំពីការហោះហើរហ្នឹងវាដូរឡើងហើយស្រាប់តែមាននៅក្នុងវងហ្នឹងគឺមានយន្តហោះទៀតផ្សេងទៀតដែលអត់ចុះបញ្ជីហើយអត់មានសុំការអនុញ្ញាតពេលហ្នឹងគឺអូទ្រីសគាត់សង្ស័យគាត់បញ្ជូនយន្តហោះរបស់គាត់នេះឡើងទៅតាមមើលបាទយន្តហោះគាត់តាមទៅមើលដើម្បីយន្តហោះនេះគេហៅថា Draken យន្តហោះចម្បាំង Draken នោះពីរគ្រឿងហោះឡើងតាមមើលពេលដែលសហរដ្ឋអាមេរិកហោះកាត់លើហ្នឹងពីបន្ទាប់ពីទទួលបានការអនុញ្ញាតនោះបាទពេលឃើញយន្តហោះចម្បាំងរបស់ខាងអូទ្រីសឡើងអញ្ចឹងគាត់បើកកិច្ចទៅបាទប៉ុន្តែយន្តហោះដឹកទំនិញហ្នឹងវាយឺតមិនអាចដឹកបើកលឿនគឺយន្តហោះចម្បាំងតាមតាន់ស្រាប់តែតាមតាន់ទៅគាត់ឃើញរូបភាពនេះបាទគឺក្រៅពីយន្តហោះដែលដឹកទំនិញហ្នឹងគឺមានអមនៅក្នុងហ្នឹងគឺដោយយន្តហោះចម្បាំងប្រភេទF117A បាទ Nighthawk បាទយន្តហោះបំបាំងកាយហោះកាត់ហ្នឹងអញ្ចឹងខ្ញុំដាក់រូបនេះឲ្យមើលបន្តិចមកបាទគឺនេះយន្តហោះប្រភេទនេះដែលហោះអមយន្តហោះដឹកទំនិញហ្នឹងរហូតដល់2គ្រឿងឯណោះបាទ2គ្រឿងហ្នឹងដែលមិនបានចុះបញ្ជីសុំការអនុញ្ញាតហោះកាត់ទេបើសិនជាសុំការអនុញ្ញាតហោះកាត់ប្រហែលជាអូទ្រីសមិនអនុញ្ញាតឲ្យទេបាទដល់ពេលអញ្ចឹងទៅធ្វើអីមិនបានមានតែថតរូបនោះគឺដូចតែខ្ញុំបានបង្ហាញវិញគឺថតរូបអញ្ចឹងមករូបនេះរូបឯកសារដែលគេបានបង្ហាញណាបាទថតរូបអញ្ចឹងហើយយកមកទុកជាឯកសារនិយាយទៅបាទគឺការដែលខាងសហរដ្ឋអាមេរិកបាទធ្វើដូច្នេះបើតាមគេដឹងគឺដោយសារតែពេលហ្នឹងគឺសហរដ្ឋអាមេរិកគឺកំពុងតែមានការរៀបចំកម្លាំងក្នុងការបើកប្រតិបត្តិការប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់លោកសាដាមហ៊ូសេនបាទពេលហ្នឹងគឺមានការដំឡើងកងកម្លាំងជើងគោកជើងអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ាណាបាទនៅតំបន់ឈូងសមុទ្រប៉ែកបាទហើយដោយសារតែយន្តហោះប្រភេទ F117A ហ្នឹងវាអាចហោះបានរយៈពេលចម្ងាយជិតអញ្ចឹងដូចជាហោះតាមផ្លូវធម្មតាទៅមកដល់កន្លែងហ្នឹងបាទគឺនឹងអស់សាំងច្រើនអាចមិនដល់អញ្ចឹងទៅបាទអញ្ចឹងទៅលេងផ្លូវកាត់ហ្នឹងគឺសុំតែហោះឆ្លងកាត់យន្តហោះដឹកទំនិញទេប៉ុន្តែលួចដាក់អមយន្តហោះហ្នឹងបើកអមសងខាងចំនួន2គ្រឿងយកទៅបាទប៉ុន្តែអត្ថបទនេះមិនបានបង្ហាញឲ្យឃើញថាតើវាទៅជាទំនាស់ការទូតយ៉ាងម៉េចមិនបាននិយាយដែរឬជួនកាលអាចក្នុងយោធាមានការដោះស្រាយគ្នាយ៉ាងម៉េចគាត់ថាអត្ថបទនេះគ្រាន់តែចង់ចែករំលែកឲ្យប្រិយមិត្តឲ្យដឹងថាគឺសហរដ្ឋអាមេរិកខាងកងកម្លាំងដែនអាកាសរបស់សហរដ្ឋអាមេរិកធ្លាប់បានប្រើតាក់ទិកនេះបាទហោះពីលើដែនអាកាសរបស់ប្រទេសអូទ្រីសកាលពីឆ្នាំ2002ហើយប្រហែលខែក្រោយមកគឺក្រោយពីរឿងនឹងកើតឡើងគឺ5ខែក្រោយមកក៏មានប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ីរ៉ាក់ដែលផ្ដួលរំលំរបបលោកសាដាមហ៊ូសេនក៏ប៉ុន្តែគេមិនដឹងច្បាស់ថាតើយន្តហោះដែលបានហោះកាត់នោះគឺបានចូលរួមនៅក្នុងប្រតិបត្តិការនៃការវាយប្រហារទៅលើប្រ
ប្រទេសអ៊ីរ៉ាក់ដែរឬយ៉ាងណានោះទេបាទអញ្ចឹងដូច្នេះនេះគឺជាចំណេះដឹងមួយទៀតណាចែករំលែកឲ្យប្រិមិត្តបានដឹងអំពីតតិយោធាអញ្ចឹងហើយបានខ្ញុំតែងតែនិយាយប្រាប់ប្រិមិត្តថាពេលខ្លះការសម្ងាត់យោធាគេមិននិយាយអស់ទេគេសំបីតាប្រទេសសម្ព័ន្ធមិត្តសុំច្បាប់គេហត់ដឹកយន្តហោះដឹកទំនិញយោធាទេសម្ភារៈយោធាប៉ុន្តែលួចដាក់អមដាក់អមយន្តហោះចម្បាំងប្រភេទបំបាំងកាយ2គ្រឿងហោះអមយឺតនៅកន្លែងហ្នឹងដែរបាទដើម្បីកុំឲ្យមានបញ្ហាបាទអញ្ចឹងពេលខ្លះរឿងអាចកម្បាំងយោធាការសម្ងាត់កងទ័ពអីហ្នឹងកុំជីកគេស៊ូគេពេកគេមិនឲ្យយើងដឹងពេកទៅពេលខ្លះនោះវាមិនល្អចំពោះយើងវិញឬក៏បើដឹងហើយកុំយកមកនិយាយទៅពីទៅពីតាមបណ្ដាញសង្គមអីសរសេរប្រហោះដូចយើងចង់បង្ហាញចង់អួតគេថាខ្ញុំចេះដឹងខ្ញុំអីហ្នឹងកុំណាកុំឲ្យសោះខ្ញុំហាមទៀតបាទអញ្ចឹងអរគុណប្រិមត្តណាអរគុណប្រិមត្តច្រើនដែលបានចូលរួមមកទទួលការចែករំលែកព័ត៌មាននេះឥឡូវ